ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃទី12ខែ4ឆ្នាំ2025នេះគឺចិត្តគៀកចូលឆ្នាំមែនតើបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំឆ្លៀតមកចេញវីដេអូប្រចាំថ្ងៃបងប្អូនថ្ងៃនេះមួយថ្ងៃហើយចំពោះថ្ងៃនេះគឺខ្ញុំធ្វើការងារមួយថ្ងៃទៀតទៅវាស់តេស្តជូនកូនសិស្សមួយថ្ងៃទៀតបានសម្រាប់ថ្ងៃទី13អញ្ចឹងមកឆ្លៀតចេញវីដេអូជូនបងប្អូនមកចង់ជូនពរបងប្អូនផងសម្រាប់ការដើរលេងចូលឆ្នាំខ្មែរវិលត្រឡប់ទៅស្រុកកំណើតហ្នឹងគឺបងប្អូនសូមបើកបរប្រុងប្រយ័ត្នហើយនឹងចេះយកយល់អធិស្ឋានគ្នាអញ្ចឹងណាបងប្អូនគ្នាទើបយើងបានសេចក្តីសុខទាំងអស់គ្នាហើយវាជាតម្លៃរបស់ប្រជាជនខ្មែរយើងដូចគ្នាដែរនៅពេលដែលយើងចេះអត់ឱននេះគ្នាទៅអត់មានបញ្ហាគ្រោះថ្នាក់អីផ្សេងគឺយើងអត់ខាតពេលវេលាខាតថវិកាទេយើងចំណេញទាំងអស់គ្នាឯងហើយសុខសុវត្ថិភាពទៀតហើយក៏មកជូនពរបងប្អូនឲ្យរីករាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរទាំងអស់គ្នាជាមួយនឹងក្រុមគ្រួសារអញ្ចឹងខ្ញុំមកធ្វើវីដេអូប្រចាំថ្ងៃសម្រាប់ថ្ងៃទី12ខែ4នេះគឺជាថ្ងៃកលបងប្អូនទាំងគ្នាអញ្ចឹងបងប្អូនធ្វើដំណើរទៅស្រុកកំណើតគឺបងប្អូនត្រូវមានការបើកបរដោយប្រុងប្រយ័ត្នព្រោះដោយសារតែថ្ងៃកលឆ្នាំម្សាញ់ហើយបងប្អូនមានម្សាញ់ឬមួយក៏មានកលក្នុងទូរិស័យទៀតគឺកាន់តែត្រូវបើកបរដោយប្រុងប្រយ័ត្នខ្លាំងមែនតើត្រូវមានទំនួលខុសត្រូវនិងចេះយកយល់អធិស្ឋានឲ្យគ្នាបងប្អូនដែលគាត់មានកលនឹងម្សាញ់ថ្ងៃនេះធ្វើដំណើរបងប្អូនត្រូវមានការប្រុងប្រយ័ត្នបងប្អូនខ្លះគាត់ធ្វើដំណើរតាំងថ្ងៃ12នេះទៅហើយទៅដើរលេងឬមួយក៏ទៅស្រុកកំណើតហ្នឹងព្រោះជាថ្ងៃចុងសប្តាហ៍អញ្ចឹងអាចនឹងចេញដំណើរទៅច្រើនអញ្ចឹងបងប្អូនទៅណាក៏ដោយចិត្តឆ្ងាយឬមួយក៏បងប្អូនសំបីតែឆ្លងផ្លូវហ្នឹងក៏បងប្អូនត្រូវមានការប្រុងប្រយ័ត្នដែរអញ្ចឹងមកបានខ្លីៗប៉ុណ្ណឹងបងប្អូនទាំងអស់គ្នាជូនពរបងប្អូនឲ្យសុខសប្បាយតាមផ្លូវទាំងអស់គ្នាជាមួយនឹងមានភាពរីករាយជាមួយនឹងក្រុមគ្រួសារហើយខ្ញុំអត់បានចាញ់ប្រចាំថ្ងៃសម្រាប់ថ្ងៃចូលឆ្នាំបន្តទៀតទេព្រោះដោយសារតែបងប្អូនរវល់ទៅស្រុកដើរលេងអស់ហើយអញ្ចឹងខ្ញុំអត់បានធ្វើប្រចាំថ្ងៃសម្រាប់ថ្ងៃទី13 14 15ទេបងប្អូនទាំងគ្នាយើងជួបគ្នានៅក្នុងថ្ងៃទី16ខែ4វិញអញ្ចឹងណាចឹងនេះមកមានប៉ុណ្ណឹងឯងបងប្អូនទាំងគ្នាអរគុណច្រើនបងប្អូនទាំងគ្នាជម្រាបលា